សួស្តីថ្ងៃនេះខ្ញុំបង្ហាញអំពីរបៀប delete account Gmail ណាហើយចូលនេះមកយើងចុចនេះមកដំបូងវាត្រូវការ load មកយើងចុច manage your account nó load ដូចកន្លែងមិញនេះតោះមកយក data and privacy ណារបៀបលុប account Google ងាយដូចថាយើងlạiចង់ឈប់ប្រើវាអញ្ចឹងហើយយើងយកមកនេះយក delete and service អស់ចក្រមមាននេះ delete យក enter account and data នេះមក delete មកតបមកចុចអស់ទៅក្រោមទៀតយើង touch អាពីនេះហើយយកពាក្យ delete account តបមកយើងនេះ account has been delete ចាំបានថាវា delete ហើយក៏ប៉ុន្តែវាតម្រូវឲ្យ password ប៉ុន្តែដោយសារពេលខ្លះយើងតែ log in ដែរអញ្ចឹងវាអត់ឲ្យ password ទេអញ្ចឹងយើងត្រៀមទៅមុននឹងលុបយើងត្រូវស្គាល់ password សិនដោយសារនេះខ្ញុំតែ log in អញ្ចឹងវាអត់ទាមទារទេវីដេអូនេះមានតែប៉ុណ្្នឹងទេខ្លីៗ